ការស្រឡាញ់ខ្លួនឯងតើយើងធ្វើជាមនុស្សល្អនៅក្នុងកែវភ្នែកអ្នកដទៃមែនខ្ញុំធ្លាប់ចំណាយពេលរាប់ឆ្នាំដើម្បីទៅហៅចិត្តមនុស្សនេះជុំវិញខ្លួនខ្ញុំតែធ្វើរឿងថ្មីគ្រាន់តែចង់បង្ហាញគេដើម្បីតាក់ទាញអារម្មណ៍គេព្យាយាមឲ្យគេទទួលស្គាល់ថាយើងនឹងប្រកែដើម្បីគ្រាន់តែចង់បានក្តីស្រឡាញ់ហើយនឹងការចាប់អារម្មណ៍ពីគេបើសិនជាអ្នកនរគ្នាស្ថិតនៅក្នុងស្ថានភាពនឹងដែរបច្ចុប្បន្នហ្នឹងក៏មានន័យថាអ្នកនរគ្នាអត់ទាន់យល់ពីពាក្យថាស្រឡាញ់ខ្លួនឯងទេដោយសារតែការស្រឡាញ់ខ្លួនឯងមិនមែនជាការរស់នៅដើម្បីទៅហៅចិត្តអ្នកណាទេឬក៏ធ្វើដើម្បីអ្នកណាទេតែជាការដឹងថាខ្លួនឯងមានតម្លៃប៉ុណ្ណាធ្វើអីដែលខ្លួនឯងចង់ធ្វើពិតប្រាកដហើយឈប់យកក្តីសុខខ្លួនឯងទៅផ្ញើនៅលើដៃអ្នកដទៃទៀតខ្ញុំជឿថាមនុស្សជុំវិញខ្លួនគាត់នឹងមើលឃើញពីតម្លៃប៉ុនយល់ដល់ខ្លួនឯងនៅថ្ងៃណាមួយហើយសម្រាប់ខ្ញុំតម្លៃដែលសំខាន់ជាងគេនឹងគឺសុខភាពទៅហាត់ប្រាណទៅលេងកីឡាជាប្រចាំហើយដៃគូហាត់ប្រាណផងខ្ញុំហ្នឹងគឺកាស JBL Live Pro 2ពាក់ហើយដោយឆ្លងភពចឹងដោយសារតែកាសហ្នឹងមានមុខងារ noise cancelling បើកភ្លាមគឺស្ងាត់ឈឹងហ្មងលែងបារម្ភរឿងនៅកន្លែង gym គេបើកបတ်ជំរាបអត់ត្រូវចិត្តអីទៀតហើយមកជាមួយនឹងបច្ចេកវិទ្យា water resistant ទៀតខែភ្លៀងតិចតួចចឹងគឺយើងអាចពាក់បានហើយបើនិយាយពីថ្មវិញខ្ញុំបញ្ចូលតែម្ដងគឺប្រើបាន40ម៉ោងនិយាយទៅបញ្ចូលតែម្ដងប្រើបានពេញមួយអាទិត្យហ្មងខ្ញុំអាចពាក់ហាត់ប្រាណផងពាក់ដល់លេងផងអត់ចេះអត់ថ្មសោះហើយអ្នកនរគ្នាក៏អាចរកទិញពី page Nano Sound បានដែរគាត់ជាអ្នកនាំចូលផ្ទាល់